ខ្ញុំមានចម្ងល់មួយទៀតចឹងអ្នកគ្រូពេលដែលយើងអនុវត្ត clear ដែលពាក់ព័ន្ធនេះយើងធ្វើមិនដូចពាក្យថាតាមិញឲ្យ clear ពាក់ព័ន្ធហ្នឹងចំពោះ clear ដែលពាក់ព័ន្ធហ្នឹងគឺដំបូងគឺខ្ញុំអានជាភាសាចិនឲ្យគាត់ស្ដាប់សិនចាអានសិនបាទចាឲ្យគាត់ចេះអានចេះស្គាល់ពីសលេងឲ្យច្បាស់សលេងសិនចាបន្ទាប់មកបានខ្ញុំឲ្យគាត់អានតាមក្រោយអានតាមក្រោយចាហើយបន្ទាប់ពីគាត់អានមកឃើញថាលទ្ធផលយ៉ាងម៉េចដែរលទ្ធផលគឺគាត់អានបានល្អហើយគាត់ចេះពី clear មួយហ្នឹងគាត់យល់ពី clear មួយហ្នឹងច្បាស់ចាបាននិយាយទៅគោលដៅរបស់យើងនៅក្នុងការភ្ជាប់ clear ពាក់ព័ន្ធជាមួយនឹងរូបភាពហ្នឹងគឺដើម្បីកូនសិស្សគាត់ឆាប់ចាំចាហើយពេលដែលគាត់ចាំហើយគាត់ចាំនៅក្នុងខួរក្បាលគឺងាយស្រួលក្នុងការនិយាយចេញមកវិញបាទជាងគឺអ្នកគ្រូបទពិសោធន៍កន្លងមកយ៉ាងម៉េចដែរក្នុងការអនុវត្តវិធីសាស្ត្ររបស់យើងហ្នឹងចំពោះបទពិសោធន៍របស់ខ្ញុំផ្ទាល់ទី1នោះគឺអានឲ្យគាត់ស្ដាប់សិនឲ្យគាត់បញ្ចេញសលេងហើយទៅនៅពេលដែលគាត់ចេះអានហើយខ្ញុំនឹងបកស្រាយពាក្យមួយឲ្យគាត់យល់ច្បាស់ចាថាមានន័យថាម៉េចបន្តមកទៀតខ្ញុំឲ្យគាត់យល់ពីសាច់រឿងហ្នឹងពីដំបូងធ្វើអីចឹងទៅនៅពេលដែលយល់ន័យខ្មែរច្បាស់គាត់យល់ច្បាស់ពីសាច់រឿងហ្នឹងហើយគាត់អាចនិយាយភាសាចិនមកវិញបានដោយមិនចាំបាច់ទៅថាអូចំណាយពេលទៅបន្ទិញមេរៀនហ្នឹងឯងមិនចាំបាច់យកវាទៅសរសេរច្រើនដងឯងយើងគ្រាន់តែយកពីសាច់រឿងហ្នឹងយើងនឹកឃើញចិនយើងនិយាយមកភ្លាមចាអញ្ចឹងមានន័យថាយើងលែងប្រើវិធីសាស្ត្រពីមុនគឺកូនសរសេរដែរឥឡូវអត់ទេគឺគិតពីសាច់រឿងដែលយើងបានរៀបចំបង្ហាញគាត់ឲ្យគាត់ចាំជាសាច់រឿងហ្នឹងហើយដល់មកបំលែងវាទៅជាប្រយោគហើយឲ្យគាត់និយាយតាមប្រយោគហ្នឹងហើយមិនមែនចេះតែនិយាយទេគឺយើងនិយាយគាត់ស្ដាប់សិនបាទយើងអានគាត់ស្ដាប់សិនចំពោះអ្នកទាំងអស់គ្នាចង់មកខាននិយាយភាសាចិននៅកាន់តែ start អ្នកទាំងអស់គ្នាអាច comment ខាងក្រោមឬក៏ចុចប៊ូតុង send message 如果大家想跟我们练习口语可以联系我们在评论里面写一下或者给我们发个消息吧